យើងធ្វើមកអញ្ចឹងទៅហើយចឹងខ្ញុំមានវីដេអូខ្លីមួយនឹងចង់បង្ហាញបងប្អូនឲ្យដឹងពីថាតើការប្រកបសិទ្ធយ៉ាងម៉េចដើម្បីឲ្យមានរបៀបរៀបរយអញ្ចឹងណាបើមែនតើចង់ឲ្យនិយាយខ្លីនិយាយពីវីដេអូហ្នឹងទៅបន្ទាប់មកណៃណានិយាយខ្ញុំក៏និយាយទៅវាមិនដែរយើងណែនាំខ្លួនណែនាំខ្លួនណែនាំឈ្មោះកម្មវិធីរបស់យើងបន្ទាប់មកយើងនិយាយប្រធានបទរបស់យើងបន្ទាប់ពីប្រធានបទហើយយើងគាត់ brief បន្តិចទៅ brief ថ្ងៃនេះយើងនិយាយពីប្រធានបទទឹកដូចបងប្អូនដឹងហើយថាទឹកមានថាយ៉ាងខ្លះបាទទឹកគឺមានថាយ៉ាងច្រើនមែនតើបាទតើទៅជួយជីវិតរបស់យើងមិនមែនតែយកមកផឹកទេគឺយើងទៅធ្វើសិស្សបានច្រើនមែនតើអញ្ចឹងដើម្បីចង់ដឹងថាតើទឹកមានអត្ថប្រយោជន៍យ៉ាងណាហើយយើងប្រើប្រាស់យ៉ាងម៉េចឲ្យបានត្រឹមត្រូវសូមទស្សនានៅវីដេអូខ្លីរបស់យើងដូចទឹកទៅប៉ុណ្ណឹងទៅចាំស្វ័ននិយាយបានប៉ុណ្ណឹង